សាក់សួរខ្លួនឯងមើលថាក្នុងโลกនេះតើអ្នកណាដែលចិត្តអាក្រក់ដាក់អ្នកបំផុតមិនមែនអ្នកដែលស្អប់អ្នកមិនមែនអ្នកដែលចាក់ចេញពីអ្នកហើយក៏មិនមែនអ្នកដែលធ្លាប់ធ្វើបាបអ្នកដែរតែការពិតដែលឈឺចាប់បំផុតនោះគឺអ្នកនឹងហើយដែលចិត្តអាក្រក់ដាក់ខ្លួនឯងបំផុតអ្នកតែងតែដើរតួជាមនុស្សរឹងមាំហើយចំណាយពេលពេញមួយជីវិតដើម្បីលះបង់ដើម្បីយល់ចិត្តមនុស្សគ្រប់គ្នាដើម្បីធ្វើឲ្យគេសប្បាយចិត្តនិងដើម្បីធ្វើឲ្យគេទទួលស្គាល់តម្លៃរបស់អ្នកចុះតើពេលណាទើបអ្នកព្រមអាណិតខ្លួនឯងខ្លះឈប់ដើរសុំកម្លាំងចិត្តពីអ្នកដទៃទៀតទៅឈប់រងចាំពាក្យសុំទោសពីអ្នកដែលធ្វើឲ្យយើងឈឺចាប់ទៅព្រោះកម្លាំងចិត្តដែលពិតប្រាកដនិងការអភ័យទោសដែលអស្ចារ្យបំផុតគឺផ្ដើមចេញពីការដែលយើងឈប់បន្ទោសខ្លួនឯងថ្ងៃនេះ We Meditation KH មិនមែនមកដើម្បីបង្រៀនឬនិយាយលួងលោមអ្នកឡើយតែយើងចង់នាំអ្នកត្រឡប់ទៅមើលផ្ទះក្នុងចិត្តមួយដែលអ្នកបានបោះបង់ចោលជាយូរមកហើយតើអ្នកព្រមដោះលែងខ្លួនឯងឲ្យមានក្តីសុខពិតប្រាកដវិញហើយឬនៅឈប់ដើរសុំកម្លាំងចិត្តពីអ្នកដទៃទៀតទៅហើយឈប់រងចាំពាក្យសុំទោសពីអ្នកដែលធ្វើឲ្យយើងឈឺចាប់ទៀតអីព្រោះថាកម្លាំងចិត្តដែលពិតប្រាកដនិងការលួងលោមដែលអស្ចារ្យបំផុតគឺផ្ដើមចេញពីការដែលយើងឈប់បន្ទោសខ្លួនឯងថ្ងៃនេះ We Meditation KH មិនមែនមកដើម្បីបង្រៀនឬនិយាយលួងលោមអ្នកឡើយតែយើងចង់នាំអ្នកត្រឡប់ទៅមើលផ្ទះក្នុងចិត្តមួយដែលអ្នកបានបោះបង់ចោលជាយូរមកហើយតើអ្នកព្រមដាក់បន្ទុកទាំងឡាយចុះដើម្បីឲ្យចិត្តអ្នកទទួលបានក្តីសុខពិតប្រាកដវិញហើយឬនៅសូមស្វាគមន៍មកកាន់ដំណើរ14ថ្ងៃនៃការស្ដារចិត្តសាងជីវិតថ្មីក្នុងសប្តាហ៍ទី1នៃការជំរះចិត្តឲ្យបរិសុទ្ធនេះខ្ញុំនឹងហុចកូនសោមាសទាំង7ឲ្យអ្នកឈប់ខំប្រឹងកាត់តម្រឹមមែកឈើទៀតទៅបើឫសគល់ក្នុងចិត្តរបស់អ្នកកំពុងតែរលួយដើម្បីឲ្យអ្នកមើលឃើញរូបភាពនៃចិត្តខ្លួនឯងកាន់តែច្បាស់ថ្ងៃនេះចូលដកដង្ហើមវែងរួចធ្វើដំណើរទៅជាមួយគ្នាសាក់ស្រមៃមើលថាអ្នកគឺជាអ្នកដំណើរម្នាក់លើវិថីជីវិតនៅលើខ្នងរបស់អ្នកមានកតាបដ៏ធំមួយដែលស្ពាយជាប់ខ្លួនជានិច្ចជារៀងរាល់ថ្ងៃឲ្យតែអ្នកធ្វើរឿងអ្វីមួយខុសឬមានអ្នកណានិយាយឲ្យអ្នកឈឺចាប់អ្នកតែងតែរើសយកថ្មមួយដុំមកដាក់ចូលក្នុងកតាបនោះថ្មខ្លះមានឈ្មោះថាកំហុសកាលពីក្មេងថ្មខ្លះទៀតឈ្មោះថាការស្ដាយក្រោយហើយថ្មដែលធ្ងន់ជាងគេបំផុតគឺថ្មដែលមានឈ្មោះថាការបន្ទោសខ្លួនឯងអ្នកខំស្ពាយវាដើរទៅមុខ
អ្នកដើរទៅដល់ផ្ទះអ្នកដទៃដើម្បីជួយបោសសម្អាតផ្ទះឲ្យគេអ្នកជួយលីសែងអីវ៉ាន់ឲ្យគេតែគ្មានអ្នកណាដឹងទេថាខ្នងរបស់អ្នកកំពុងតែប្រេះស្រាំហើយជើងរបស់អ្នកកំពុងតែទន់ជង្គង់ឡើយអ្នកកាន់តែដើរអ្នកក៏កាន់តែអោនចុះរហូតដល់មើលលែងឃើញសម្រស់នៃមេឃពណ៌ខៀវដ៏សែនស្អាតហើយឃើញត្រឹមតែធូលីដីនៃភាពបរាជ័យក្រោមបាតជើងទៅវិញរាងកាយរបស់អ្នកហត់នឿយខ្លាំងណាស់ហើយឯបេះដូងរបស់អ្នកវិញក៏ក្រោមគ្រាពេញទំហឹងដែរទីបំផុតអ្នកក៏បាននាំរាងកាយដ៏ទ្រុឌទ្រោមនេះដើរត្រឡប់មកវិញហើយនៅពេលដែលអ្នកត្រឡប់មកដល់ផ្ទះក្នុងចិត្តរបស់ខ្លួនឯងវិញអ្នកបែរជាគ្មានកម្លាំងនឹងរៀបចំវាឡើយអ្នកដើរចូលទៅក្នុងផ្ទះទាំងស្ពាយកតាបថ្មដ៏ធ្ងន់មួយនោះហើយបណ្ដោយឲ្យសម្រាមនៃពាក្យសម្ដីរបស់អ្នកដទៃគោពេញផ្ទះរបស់អ្នកចាប់ផ្ដើមបិទភ្លើងម្ដងមួយរហូតដល់ផ្ទះដែលធ្លាប់តែមានពន្លឺខ្លាចជាកន្លែងងងឹតស្លុបនិងស្ងាត់ជ្រងំអ្នកអង្គុយចុះក្នុងភាពងងឹតទាំងមិនព្រមដោះកាតាបថ្មចេញពីខ្នងឡើយអ្នកអង្គុយយំម្នាក់ឯងហើយខ្សឹបសួរខ្លួនឯងថាហេតុអ្វីបានជាខ្ញុំមិនល្អគ្រប់គ្រាន់អត់ទេអ្នកយល់ខុសហើយការបន្ទោសខ្លួនឯងមិនមែនជាការទទួលខុសត្រូវឡើយតែវាគឺជាអំពើហិង្សាដែលអ្នកកំពុងធ្វើដាក់ចិត្តគំនិតរបស់ខ្លួនឯងអ្នកកំពុងដើរតួជាចៅក្រមផងជាអ្នកកាត់ក្តីផងនិងជាអ្នកធ្វើទារុណកម្មទៅលើមនុស្សម្នាក់ដែលកំពុងតែឈឺចាប់បំផុតនោះគឺរូបអ្នកផ្ទាល់ឈប់ទៅសំឡេងដែលកំពុងជេរស្ដីខ្លួនឯងនោះវាមិនមែនជាសំឡេងនៃការពិតទេតែវាគឺជាសំឡេងនៃភាពបំភាន់ដែលអ្នកដទៃបានដាំក្នុងចិត្តអ្នកតែប៉ុណ្ណោះវាដល់ពេលដែលអ្នកត្រូវដាក់វាចុះនិងបើកបង្អួចនៃបេះដូងក្នុងចិត្តឡើងវិញហើយមិនអីទេរឿងរ៉ាវដែលកន្លងហួសទៅហើយចូលអនុញ្ញាតឲ្យវាហួសទៅចុះកំហុសឆ្គងដែលអ្នកធ្លាប់បានធ្វើវាក៏ជាមេរៀនជួយឲ្យអ្នកលូតលាស់នៅថ្ងៃនេះដែរនៅទីនេះគ្មានចៅក្រមចាំកាត់ទោសអ្នកទៀតឡើយមានតែខ្ញុំនិងអ្នកជាមួយពន្លឺព្រះអាទិត្យថ្មីដែលកំពុងតែចាំងចូលតាមបង្អួចនៃបេះដូងរបស់អ្នកឥឡូវនេះសូមសម្រាកខ្លួនប្រាណរបស់អ្នកឲ្យបានស្រួលបំផុតដកដង្ហើមចូលឲ្យជ្រៅស្រមៃថាអ្នកកំពុងតែស្រាយខ្សែកាតាបថ្មនោះចេញពីស្មាក្រាំងឮសំឡេងវាធ្លាក់ដល់ដីទេពេលនេះខ្នងរបស់អ្នកត្រង់វិញហើយស្មារបស់អ្នកក៏បានធូរស្រាលនិងលែងធ្ងន់ដូចមុនទៀតហើយបន្ទាប់មកសាក់ដាក់ដៃខាងឆ្វេងរបស់អ្នកនៅលើទ្រូងដាក់ឲ្យចំក្រអៅបេះដូង
មានអារម្មណ៍ទេថាបេះដូងរបស់អ្នកនៅតែលោតពិតណាស់គឺវានៅតែលោតរាល់ថ្ងៃដើម្បីតែអ្នកទោះបីជាកន្លងមកអ្នកធ្លាប់ធ្វើបាបវាដោយការស្ដីបន្ទោសខ្លួនឯងនិងគិតអវិជ្ជមានយ៉ាងណាក៏ដោយចងចាំថាក្នុងលោកនេះមនុស្សគ្រប់គ្នាគេអាចនឹងបោះបង់អ្នកបានគេអាចនឹងមើលមិនឃើញតម្លៃរបស់អ្នកតែអ្នកមិនត្រូវបោះបង់ខ្លួនឯងជាដាច់ខាតបើពិភពលោកខាងក្រៅវាមានសម្ពាធនិងហត់នឿយពេកចូលត្រឡប់មកផ្ទះក្នុងចិត្តរបស់អ្នកវិញទីនេះមានក្តីសុខមានសន្តិភាពនិងមានក្តីមេត្តាសម្រាប់អ្នកជានិច្ចដកដង្ហើមចូលឲ្យជ្រៅជ្រៅម្ដងទៀតដើម្បីស្រូបយកថាមពលនៃការព្យាបាលចិត្តនាពេលនេះដកដង្ហើមចេញមកវិញយឺតយឺតហើយអនុញ្ញាតឲ្យរាល់ពាក្យមើលងាយរបស់អ្នកដទៃនិងការបន្ទោសខ្លួនឯងរួមជាមួយភាពសោកសៅរលាយចេញមកវិញតាមខ្យល់ដង្ហើមរបស់អ្នកឲ្យវារលាយទៅឲ្យបាត់តាមខ្យល់ឱកាសហើយក៏คล้ายទៅជាដីជាទឹកតាមធម្មជាតិទៅវិញចុះពេលនេះផ្ទះក្នុងចិត្តរបស់អ្នកបានត្រឡប់មកមានពន្លឺនិងស្អាតបរិសុទ្ធឡើងវិញហើយដីនៃចិត្តគំនិតរបស់អ្នកក៏បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលយកគ្រាប់ពូជថ្មីដ៏មានថាមពលដែរចូលរក្សាដង្ហើមដ៏ស្ងប់នេះរួចអនុញ្ញាតឲ្យពាក្យពេចន៍វិជ្ជមានទាំងឡាយហូរចូលទៅជ្រាបក្នុងគ្រប់កោសិកានៃដួងចិត្តរបស់អ្នកឥឡូវនេះសូមនិយាយតាមខ្ញុំក្នុងចិត្តឬពោលតិចតិចចេញមកក្រៅដើម្បីព្យាបាលរបួសចិត្តនិងផ្ដល់កម្លាំងចិត្តថ្មីឲ្យខ្លួនឯងឡើងវិញខ្ញុំផ្ដល់សិទ្ធឲ្យខ្លួនឯងក្នុងការចាប់ផ្ដើមជាថ្មីនៅថ្ងៃនេះដោយគ្មានការជាប់ជំពាក់នឹងរឿងម្សិលមិញឡើយខ្ញុំឈប់ធ្វើជាចៅក្រមដែលតាមកាត់ក្តីខ្លួនឯងហើយបដូរមកធ្វើជាមិត្តល្អបំផុតរបស់ខ្លួនឯងវិញរាល់កំហុសដែលខ្ញុំធ្លាប់ធ្វើវាគឺជាបទពិសោធន៍ដែលធ្វើឲ្យខ្ញុំកាន់តែរឹងមាំនិងមានបញ្ញាខ្ញុំជ្រើសរើសយកការដឹងគុណជំនួសឲ្យការជេរស្ដីបន្ទោសខ្លួនឯងខ្ញុំអភ័យទោសឲ្យខ្លួនឯងចំពោះរាល់កំហុសឆ្គងដែលបានកន្លងផុតទៅអតីតកាលគ្រាន់តែជាមេរៀនតែវាមិនមែនជាអ្នកកំណត់វាសនារបស់ខ្ញុំឡើយខ្ញុំដោះលែងរាល់ការបន្ទោសខ្លួនឯងទៅជាខ្យល់អាកាសដ៏ទទេស្អាតខ្ញុំស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ភាពស្ងប់សុខនិងឱកាសថ្មីថ្មីជានិច្ចខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំទទួលយកខ្លួនឯងនិងមានមោទនភាពចំពោះខ្លួនឯងចាប់ពីនាទីនេះទៅអ្នកគឺជាមនុស្សថ្មីមនុស្សម្នាក់ដែលឈប់បន្ទោសឲ្យខ្លួនឯងហើយដឹងច្បាស់ថាខ្លួនឯងពិតជាមានតម្លៃលើសពីអ្វីទាំងអស់ការសមាធិនៅពេលនេះ
មិនមែនត្រឹមតែជាការអង្គុយស្ងៀមនោះទេតែវាគឺជាការសងកម្លាំងចិត្តដែលធ្លាប់តែបាត់បង់ឲ្យត្រឡប់មកវិញវាគឺជាការដាំគ្រាប់ពូជនៃក្តីស្រឡាញ់នៅក្នុងបេះដូងដែលធ្លាប់តែហត់នឿយឲ្យមានជីវិតឡើងវិញសារជាថ្មីមុននឹងបញ្ចប់សូមនិយាយទៅកាន់ខ្លួនឯងដោយស្ងប់ស្ងាត់ថាខ្ញុំឈប់បន្ទោសខ្លួនឯងហើយខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំស័ក្តិសមនឹងទទួលបានក្តីសុខនិងភាពរុងរឿងខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីសាងជីវិតថ្មីដែលល្អជាងមុនសូមអរគុណអ្នកទាំងអស់គ្នាដែលបានអនុញ្ញាតឲ្យយើងបានរួមដំណើរជាមួយចិត្តគំនិតដ៏ស្អាតរបស់អ្នកតាមរយៈការធ្វើសមាធិជាបាលចិត្តនៅថ្ងៃនេះសូមឲ្យរាល់ដង្ហើមចេញចូលរបស់អ្នកពោរពេញទៅដោយពន្លឺនិងសេរីភាពជានិច្ចសូមសម្រាកក្នុងសន្តិភាពនេះចុះដើម្បីឲ្យចិត្តរបស់អ្នកបានផ្អែកលើភាពស្ងប់ស្ងាត់ដែលអ្នកទើបតែរកឃើញពេលនេះអ្នកបានរៀនដាក់កាតាបថ្មចុះហើយអ្នកក៏បានអុជទៀនក្នុងផ្ទះរបស់អ្នកវិញហើយផងដែរប៉ុន្តែតើអ្នកមានដឹងទេថាបើទោះជាផ្ទះមានពន្លឺក៏យើងនៅមិនទាន់មានសេរីភាពពេញលេញដែរប្រសិនបើយើងនៅតែដើរតាមផ្លូវដែលអ្នកដទៃគូសវាសឲ្យនៅក្នុងវីដេអូបន្ទាប់យើងនឹងរួមគ្នាដោះលែងបេះដូងឲ្យមានសេរីភាពហើយយើងនឹងរៀនពីរបៀបដើរចេញពីទ្រុងនៃសម្ពាធរបស់អ្នកដទៃដើម្បីទៅរកជីវិតដែលជារបស់យើងពិតប្រាកដសម្រាប់ឲ្យស្រួលចុះ We Meditation KH នឹងនៅទីនេះហើយរងចាំជូនផ្លូវអ្នកនៅវគ្គបន្ទាប់សូមអរគុណសូមជម្រាបលា